អាយអើយម៉ាហ៎កូនប្រុសម៉ាកូនប្រុសលោកប្តីនេះមិនក៏រលឹកបែបនេះចឹងមិនប្រយ័ត្នសោះហើយតែអ្នកមិញអាក្រក់នេះរញខ្ញុំប្រពន្ធសម្លាញ់មិនក៏ឆ្លោះគ្នាជាមួយក្មេងបែបនេះបងមិនបានឃើញអីទេមិនក៏ថាជាកំហុសខ្ញុំបងប្រុសតូចស្លាប់តែរត់ចូលមកហើយឆក់យកសពពីអ្នកមីងអ្នកម៉ាក់កូនឈឺណាលោកស្រីផ្ទះលោកស្រីមានលុយច្រើនណាស់អាកូនខ្ញុំផឹកទឹកស៊ុបនឹងយ៉ាងម៉េចគេនៅតូចយ៉ាងនេះលើកដៃច្រើនគេទៅកានហ្វាំងជាអញជាម៉ែដោះដែលខ្ញុំជួលអ្នកណាឲ្យអញមកសួរដេញដោលខ្ញុំពេលយើងយកតងផ្សិតពីឯងបានយើងមិនឲ្យអញលុតជង្គង់បំរើយើងឲ្យនឹងកូនប្រុសយើងនាងបារម្ភពីកូនរបស់នាងអូនចិត្តខ្លាចចំដាយគេហើយអូនគួរតែយល់ចាស់លោកស្រីកូនប្រុសខ្ញុំកើតជំងឺអាឡាស៊ីយ៉ាខ្ញុំខ្លាចថាគេមានបញ្ហាឆាប់សុំទោសលោកស្រីជាមួយលោកពូទៅកូនខ្ញុំមិនចឹងមិនឈំទោសគាត់ទេលោកពូជួយខ្ញុំដាក់ទោសគាត់បន្តិចម៉េចលោកពូឈិនជាប៉ារបស់ឯងមែនទេលោកពូឈិនជាប៉ារបស់ឯងមែនទេហើយនេះជាប្រេប្រាស់ស្អីនេះជាកូនរបស់ម៉ែដោះទេទូហេតុអីក៏សួរបែបហ្នឹងហ៎លក្ខណៈពួកគេមានខ្សែក្រហមទូហើយនឹងលោកប៉ាបងប្រុសអំស្រីនៅផ្ទះក៏មានដែរទូខ្សែក្រហមដែលឯងថាគឺជាសាច់ឈាមហ្នឹងហ៎នេះជាប្រេប្រាស់ស្អីបងទៅតែឃើញពួកគេលើកដំបងបងមិនស្គាល់នោះទេពពុះសម្លាញ់បងមិននឹងអាចមានទំនាក់ទំនងជាមួយកូនម៉ែដោះទៅបានហើយគ្រប់គ្នាចេញទៅលោកពូឈិនមិនមែនជាប្តីអ្នកមីងសុងមែនទេហេតុអីក៏មានកូនជាមួយអ្នកមីងហ្វាងហើយពិភពលោករបស់មនុស្សធំស្មុគស្មាញនេះតាកូនម៉ែកូនអាម៉ោះនេះហើយកូនប្រុសកូនញ៉ាំអីមិនក៏ទៅជាប្រតិកម្មអញ្ចឹងនេះអ្នកណាគេញ៉ាំស្ករគ្រាប់សណ្តែកទេខ្ញុំមិនចង់ឲ្យគេទៅដាំស៊ុបអ្នកមីងតែខ្ញុំឲ្យគេញ៉ាំគេប្រតិកម្មជាមួយសណ្តែកទេអាចចង់ស្ដាប់គេមែនទេលេងគេទៅលេងណែលោកធ្វើអីហ្នឹងទូមានរបួសកន្លែងណាទេលោកប៉ាកូនអត់ចេតនាទេកូនពិតជាអត់ដឹងមែនថាបងប្រុសតូចប្រតិកម្មជាមួយឆ្កល់សណ្តែកដែរឈិនស៊ឺមីគេមិនមែនជាកូនប្រុសបងទេហេតុអីក៏បងដឹងថាគេប្រតិកម្មសណ្តែកដែរពពុះសម្លាញ់មិននេះបងជប់ហ្វាំងជាគឺនាងជាអ្នកប្រាប់បងគឺបែបនេះហើយអញ្ចឹងហ៎ចៃបានមែនកូនប្រុសនាងប្រតិកម្មស្ដេចដេកដូចជាបងអញ្ចឹងដែរពពុះសម្លាញ់អូនកុំធ្វើជាមនុស្សដែលមិនសមហេតុផលអូនគឺជាប្រធានក្រុមប្រឹក្សាក្រុមហ៊ុនសងចឹងទាំងមូលមិនក៏អាចបោះបង់អូនចោលហើយបែរជាទៅជាមួយម៉ែដោះទៅវិញកូនលោកប្រុសសូមជួយហៅពេទ្យសង្គ្រោះកូនខ្ញុំផងកូនហេតុអីបានជានៅក្នុងបន្ទប់លោកស្រីសុងគ្រូពេទ្យលាវជួយមើលកូនខ្ញុំផងគេប្រតិកម្មជាមួយសណ្តែកដែរប្រតិកម្មគឺជារឿងតូចតាចអ្វីដែលសំខាន់គឺត្រូវស្វែងរកឈាមទងផ្សិតដែលដូចគ្នាដើម្បីវះកាត់បើមិនចឹងក្មេងនេះមិនអាចព្យាបាលបានទេលោកប៉ាឈាមទងផ្សិតជាអ្វីដែរគឺឈាមដែលភ្ជាប់ម្ដាយនឹងទារកនៅពេលដែលម្ដាយសម្រាលកូនអ្នកមីងសុងចិត្តសម្រាប់កូនហើយអ្នកមីងមានឈាមទងផ្សិតទេនេះតូចមិនបានទេឈាមទងផ្សិតត្រូវប្រើប្រាស់ជាមួយនឹងខ្សែស្រឡាយដូចគ្នាតែប៉ុណ្ណោះយល់ទេមែនហើយពួកយើងក៏មិនស្គាល់គេដែរមិនអាចប្រើប្រាស់ឈាមទងផ្សិតប្រពន្ធខ្ញុំមិនត្រូវទេលោកពូឈិនជាប៉ាបងប្រុសតូចនេះហើយគាត់ក៏ជាប៉ារបស់កូនក្នុងពូអ្នកមីងសុងក្មេងចេះតែនិយាយពីផ្ដាស់ទេលោកស្រីសុងកុំគិតច្រើនអីណាទូមិនបានផម៉ែអ្នកមីងសុំមិនជឿធ្វើតេស្ត DNA បានហើយឆាប្រពន្ធសម្លាញ់រំលត់គឺប៉ះពាល់ដល់សុខភាពព្រោះវាជាជីវិតដែលឋានសួគ៌ប្រទានឲ្យពួកយើងអូនគួរតែសម្រាលវាទៅបងធានាថាធ្វើជាឪពុកល្អនិងប្តីល្អបងប្រកាសជាមិនធ្វើឲ្យអូនពិបាកសុំតែបន្តិចល្អប្រពន្ធសម្លាញ់នេះគឺជាឯកសារបន្តរបស់ក្រុមហ៊ុនមួយចំនួនបងបានពិនិត្យរួចហើយគ្មានបញ្ហាអ្វីទេហើយមកអូនអាចចុះហត្ថលេខាបានល្អលោកគ្រូពេទ្យ
សូមជួយយកឯកសារដែលខ្ញុំចុះហត្ថលេខាទាំងអស់មកឲ្យខ្ញុំ បាទ